ខ្ញុំគិតថាជីវិតរបស់ខ្ញុំគឺថ្លៃណាស់ក្របកំភ្លើងមិនអាចសម្លាប់ខ្ញុំបានទេបានត្រឹមតែធ្វើឲ្យខ្ញុំរបួស5លើកនឹងពិការភ្នែកមួយខាងក៏ប៉ុន្តែខ្ញុំគិតថាហើយសូម្បីតែបាញ់ខ្ញុំនៅសៀមរាបថ្ងៃ24ខែកញ្ញាឆ្នាំ1998 B40 រ៉ុកែត5គ្រាប់ផ្ទុះតែមួយគ្រាប់ក៏មិនអាចធ្វើឃាតខ្ញុំបានដែរប៉ុន្តែនៅពេលដែលខ្ញុំនឹកឃើញរឿងអ្វីដែលខ្ញុំបានចាប់ផ្ដើមចេញដំណើរទៅលើការកែតម្រង់នយោបាយនិងសេដ្ឋកិច្ចនៅក្នុងទសវត្ស80ទើបជារឿងគួរឲ្យព្រឺក្បាលបំផុតហេតុអីមនុស្សប្រមាណអ្នកទៅដែលស្គាល់ពីការចរចាក្រៅទៅពីវាយគ្នានេះជាបញ្ហាធំណាស់មិនមែនតូចទេខ្ញុំគិតថាជីវិតរបស់ខ្ញុំគឺថ្លៃណាស់ក្របកំភ្លើងមិនអាចសម្លាប់ខ្ញុំបានទេបានត្រឹមតែធ្វើឲ្យខ្ញុំរបួស5លើកនឹងពិការភ្នែកមួយខាងក៏ប៉ុន្តែខ្ញុំគិតថាហើយសូម្បីតែបាញ់ខ្ញុំនៅសៀមរាបថ្ងៃ24ខែកញ្ញាឆ្នាំ1998 B40 រ៉ុកែត5គ្រាប់ផ្ទុះតែមួយគ្រាប់ក៏មិនអាចធ្វើឃាតខ្ញុំបានដែរប៉ុន្តែនៅពេលដែលខ្ញុំនឹកឃើញរឿងអ្វីដែលខ្ញុំបានចាប់ផ្ដើមចេញដំណើរទៅលើការកែតម្រង់នយោបាយនិងសេដ្ឋកិច្ចនៅក្នុងទសវត្ស80ទើបជារឿងគួរឲ្យព្រឺក្បាលបំផុតហេតុអីមនុស្សប្រមាណអ្នកទៅដែលស្គាល់ពីការចរចាក្រៅទៅពីវាយគ្នានេះជាបញ្ហាធំណាស់មិនមែនតូចទេខ្ញុំគិតថាជីវិតរបស់